រាសីមនុស្សដែលកើតចំឆ្នាំវោកនៅក្នុងខែធ្នូខែ12គឺមើលឃើញថាគឺហេងមកវិញហើយសំណាងមកវិញហើយមនុស្សដែលកើតចំឆ្នាំវោកកាលខែ11គឺវេទនាស្ទើរស្លាប់ស្ទើររស់ហើយអារម្មណ៍ប្រវាក់ចិត្តគឺតឹងទ្រូងណែនទ្រូងតបប្រមល់ហើយអារឿងប្រវាក់ហ្នឹងមិនត្រឹមតែមួយខែទេខែ10ខែ11ជាប់គ្នាតែម្ដងហើយអ្នកខ្លះទៀតតាំងពីខែ7មកអញ្ចឹងមនុស្សកាត់ឆ្នាំវោកនៅក្នុងខែ12គឺទទួលបាននៅរឿងលៀបរឿងជ័យនិងសេរីសុខស្ដីឡើងមកវិញហើយបងប្អូននៃការចំឆ្នាំវោកគួរតែរៀបចំមង្គលហុងស៊ុយខ្លួនឯងដើម្បីបង្កើនលៀបដើម្បីផ្ទុះលៀបនៅក្នុងខែ12ខែធ្នូបងប្អូនចង់ដឹងដែរទេថាមនុស្សដែលកើតចំឆ្នាំវោកនៅក្នុងខែ12ខែធ្នូជួបនៅរឿងអីខ្លះនិងសំណាងល្អអីខ្លះមកកាន់ជីវិតបងប្អូនដែលកើតចំឆ្នាំវោកបងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះរហូតដល់ចប់បងប្អូនជួយចុច Subscribe Like Share ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃតែម្ដងបងប្អូនខ្ញុំសូមជម្រាបជូនបងប្អូននៃការចំឆ្នាំវោកថាកាលពីខែ10ខែ11បងប្អូនវេទនាផ្លូវចិត្តផ្លូវកាយហើយជាពិសេសខែ11ហ្នឹងគឺឈឺក៏ឈឺអាចពាក់លុយគេក៏គេមកទាយើងទៅទាលុយគេអត់បានអញ្ចឹងវាវេទនាតប្រមល់មែនតើអាប្តីក៏មិនយល់ចិត្តអាប្រពន្ធក៏មិនយល់ចិត្តហើយរឿងរ៉ាវគ្រួសារក៏មិនយល់ចិត្តយល់ថ្លើមថារឿងមហោចំពោះមនុស្សកាត់ឆ្នាំវោកវេទនាតែម្ដងហើមនុស្សពឹងពាក់ម្នាក់បានទេតែខ្លួនឯងវិញវេទនាប៉ុណ្ណឹងហើយទៅជួយយកអាសាគេទៀតទៅជួយគេទៀតនិយាយទៅមនុស្សកាត់ឆ្នាំវោកវាសនាកើតមកគឺតម្រូវចាមកត្រូវតែជួយគេត្រូវតែមានចិត្តទលាយដើម្បីទទួលរកបញ្ហារបស់គេជួយដោះស្រាយបញ្ហាឲ្យគេតែបើខ្លួនឯងមានបញ្ហាវិញដេកចាំដាំស្ពៃទៅគឺគ្មានទេមានតែអ្នកមកជន់ផលិតបន្ថែមមានតែអ្នកមកចាំមូបកាច់មូបខូចទាំងកិត្តិយសគេឈ្មោះនឹងការរស់នៅតែម្ដងបងប្អូនដែលកាត់ចំឆ្នាំវោកនៅក្នុងខែ12បងប្អូនតួរិស័យបងប្អូនគឺឡើងហើយក៏ប៉ុន្តែបើក្នុងនោះបងប្អូនមានតួរិស័យបងប្អូនមានខាមានកលនៅក្នុងតួរិស័យបងប្អូនគឺបងប្អូនអត់ទទួលបាននៅសំណាងល្អដែលរិស័យឡើងទេលុះត្រាបងប្អូនមានវោកនៅក្នុងនឹងបានទទួលបាននៅសេរីសុខស្ដីនិងរឿងលៀបកើតឡើងអញ្ចឹងខ្ញុំសូមជំរាបជូនបងប្អូនថាមនុស្សកាត់ចំឆ្នាំវោកអំពីទស្សនវិជ្ជារឿងរ៉ាវការងារជាមុនសិនបានចូលទៅដល់ការហើស៊ីក្នុងក្រុមគ្រួសាររឿងលុយកាក់និងស្នេហានិងសុខភាពបន្ទាប់មកទៀតបាទខ្ញុំជំរាបប្រាប់អំពីលេខសំណាងពណ៌សំណាងទិសសំណាងចឹងទៅអញ្ចឹងខ្ញុំសូមជំរាបប្រាប់អំពីទស្សនវិជ្ជាការងារទូទៅជាមុនការងារទូទៅមនុស្សកាត់ឆ្នាំវោកក្នុងខែ12បងប្អូនអាចបញ្ចេញរាល់ស្នាដៃរបស់បងប្អូនចង់បញ្ចេញចង់បង្ហាញនិងធ្វើទៅកាន់មនុស្សជុំវិញខ្លួនឲ្យគេបានដឹងក៏ប៉ុន្តែក្នុងនោះបងប្អូនគួរតែប្រយ័ត្នមែនតើនៅក្នុងការងារមនុស្សដែលចាំមូមកកាច់បងប្អូននៅតែមានចឹងមនុស្សដែលចាំខ្វែងជើងបងប្អូនខ្វែងកំណុងបងប្អូននៅតែមានចឹងមនុស្សដែលនិន្ទ្រាបងប្អូននៅតែមានចឹងគេនិន្ទ្រាគេធ្វើបាបក្នុងការងារប៉ុណ្្នឹងហើយអារម្មណ៍អ្នកកាត់ឆ្នាំវោកនៅតែល្អជាមួយគេដដែលនៅតែមានចិត្តបន់ចិត្តសន្តោសជាមួយគេដដែលនៅក្នុងខែ12បងប្អូនកាត់ឆ្នាំវោកបងប្អូនគួរតែពេលខ្លះគួរតែរៀនកាត់ចិត្តខ្លះទៅបើមនុស្សនឹងតែងតែធ្វើអាក្រក់ដល់បងប្អូនហើយបងប្អូនគួរតែដើរចេញឲ្យឆ្ងាយទៅកុំឲ្យយើងជួបនឹងបញ្ហាដដែលដោះស្រាយមិនចេញនៅក្នុងការងារអញ្ចឹងខ្ញុំសូមជំរាបប្រាប់បែបហ្នឹងហើយចាំទទួលនៅស្នាដៃនៅក្នុងខែ12នៅចុងខែអញ្ចឹងខែ12នៅចុងខែបងប្អូននឹងទទួលបានរឿងលាភជ័យអំពីស្នាដៃការងារបងប្អូនបានតិចតួចក្តីច្រើនក្តីទៅតាមភាពជាក់ស្ដែងនិងទូរស័យបងប្អូនរៀងខ្លួនខ្ញុំសូមជំរាបប្រាប់បែបហ្នឹងហើយស្នាដៃបងប្អូនអាចបង្ហាញទៅមេបងប្អូនបានហើយបើបងប្អូនជាមេហើយបងប្អូនស្រឡាញ់ថ្នាក់ក្រោមទៅនឹងទទួលបាននៅរឿងរ៉ាវកាដូជាច្រើនមកកាន់ជីវិតបងប្អូននៅចុងឆ្នាំនឹងតែម្ដងហើយសម្រាប់ការរើស៊ីវិញការរើស៊ីខ្ញុំសូមជំរាបជូនថាបងប្អូនកាត់ឆ្នាំវោកឃើញរាសីយើងបើកវិញហើយការរើស៊ីយើងអាចនឹងមានភ្ញៀវកាក់កបជាងមុនហើលុយចំណូលច្រើនជាងមុនក៏ប៉ុន្តែចំណាយក៏ទៅតាមនឹងដែរដល់យើងជាមនុស្សកាត់ឆ្នាំវោកគឺជាមនុស្សម្នាក់ដែលមានសន្តានចិត្តទូលាយចង់ជួយអ្នកដទៃអញ្ចឹងអញថាការរើស៊ីយើងចិត្តទុនច្រើនហើយជាពិសេសក្នុងការរើស៊ីបងប្អូនបើអាចនៅក្នុងខែ12បងប្អូនជិះបានជិះទៅកុំឲ្យគេចាពាក់កុំឲ្យគេជឿកុំឲ្យគេខ្ចីវាកាត់លៀបរបស់យើងមិនមែនយើងចិត្តអាក្រក់ទេក៏មិនតែយើងគួរតែប្រកាពួកអីយើងហែងតែខែទេចូលទៅ10ឆ្នាំថ្មីដើមឆ្នាំខែ1យើងឆុងមកវិញអញ្ចឹងក្នុងករណីហ្នឹងយើងគួរតែប្រយ័ត្នដើម្បីរក្សាភាពហែងយើងរហូតដល់ខែ1ខែ2អញ្ចឹងទៅអញ្ចឹងយើងមិនងាយទទួលបានភាពហែងទេហើយណាមួយយើងជាមនុស្សចិត្តទុនផងចិត្តផ្លូវចិត្តយើងវាតែងតែ
ผู้កញ្ចូលនៅផ្លូវបុនផ្លូវអីហ្នឹងចឹងចាំជួយសង្គ្រោះគេចឹងទៅដូចខ្ញុំបានជំរាបការវីដេអូមុនថាមនុស្សកាត់ចំឆ្នាំវុកដូចជាទេវតាមួយអង្គចុះមកចាប់កំណើតដើម្បីជួយមនុស្សលោកអញ្ចឹងនៅត្រង់ចំណុចហ្នឹងបងប្អូនគួរតែប្រយ័ត្នមែនទែននៅក្នុងការជួយឲ្យត្រូវមនុស្សយើងបានគុណជួយខុសមនុស្សគឺយើងបានទោសគឺយើងនៅតែជួយnhưng màតែការជួយហ្នឹងវាបានខុសគ្នាហើយសម្រាប់អំពីរឿងរ៉ាវក្នុងក្រុមគ្រួសារវិញឃើញថាអត់សូវមានអ្នកចិត្តយកថ្លើមទេចូលដល់ខែ12ក៏ដោយក៏បញ្ហានៅក្នុងការរស់នៅការយកចិត្តយកថ្លើមហ្នឹងគឺមានភាពអកម្មកកដដែលក៏ប៉ុន្តែវាធូរថយជាងខែ10ខែ11លក្ខណៈថានឹងប្រសើរឡើងវិញបានចន្លោះពី40ទៅ60%ដែរក៏ប៉ុន្តែហ្នឹងក៏យើងមានអារម្មណ៍មួយដែលល្អនៅក្នុងការរស់នៅជុំគ្រួសារនឹងសប្បាយរីករាយទាំងបងប្អូនផងដែរកុំឲ្យយើងដាក់ពេកដាក់រហូតទៅដល់ខ្ទង់ចន្លោះ10 20% 30% នឹងដាក់មែនតើអញ្ចឹងបានធ្វើឲ្យមនុស្សគាត់ឆ្នាំវោកនៅក្នុងខែ10 11នឹងវាជួបនឹងបញ្ហាច្រើនហើយក៏រឿង stress ច្រើនដែរហើយសម្រាប់អំពីរឿងរ៉ាវលុយកាក់បងប្អូនគួរតែប្រុងប្រយ័ត្នមែនតើទី1ប្រការមែនតើគឺអត់ឲ្យអ្នកដទៃខ្ចីលុយទេសាច់ញាតិបើខ្ចីដើម្បីទប់ទល់នៅក្នុងការហៅថាជីវិតផ្ទាល់ខ្លួនដើម្បីរស់នៅដោះតល់អត់មានលុយចាយឬក៏មានប្រពន្ធឈឺកូនឈឺវាខ្វះលុយមែនតើអានឹងឲ្យខ្ចីទៅមិនអីទេតែបើខ្ចីទៅបង្កើតអាជីវកម្មទៅដោះបំណុលឬបបលលុយហ្នឹងបងប្អូនឲ្យខ្ចីទៅខាតលៀបឲ្យអាសាបងតិចក្នុងខែ12អញ្ចឹងបងប្អូននឹងសយមកវិញហើយរឿងរ៉ាវទាំងឡាយដែលបងប្អូនជួបប្រទះពីខែ10 11វានឹងបន្តរហូតដល់ខែ1ចូលដល់ខែ2ទៀតអញ្ចឹងរឿងហិរញ្ញវត្ថុហ្នឹងគឺគួរតែប្រយ័ត្នដូចខ្ញុំជំរាបប្រាប់ចឹងកុំឲ្យខាតបង់គួរតែធ្វើតាមខ្ញុំជំរាបប្រាប់ទៅហើយអំពីរឿងរ៉ាវស្នេហាវិញស្នេហាឃើញថាមនុស្សកាត់ឆ្នាំវោកនេះទាំងប្រុសទាំងស្រីគឺជាមនុស្សម្នាក់ដែលមានចិត្តហៅថាពុះកញ្ជ្រោលរឿងស្នេហាអញ្ចឹងអាចថារាសីយើងឡើងមកវិញបើយើងរើស៊ីលុយកាក់កបទៀតអារម្មណ៍ស្នេហាយើងពុះកញ្ជ្រោលខ្លាំងឃើញថាជាប្តីជាប្រពន្ធមិនថាប្រុសថាស្រីទេអាចនឹងសម្លឹងឃើញអ្នកទី3ផ្លូវចិត្តយើងគឺជួយរុញយើងទៅអញ្ចឹងហ្មងថាយើងមានអារម្មណ៍ថាចង់បង្កើតស្នេហាតែតំណងមួយអ្នកដតីផ្សេងទៀតក៏ប៉ុន្តែអត់ចង់លេងលះអត់ចង់បែកបាក់ពីគ្រួសារយើងទេជាប្តីជាប្រពន្ធទេក៏ប៉ុន្តែអាកូនចិត្តមួយនោះវាជំរុញឲ្យយើងចង់មានជនទី3យើងតែម្ដងអញ្ចឹងនៅកត្តាហ្នឹងបងប្អូនគួរតែប្រយ័ត្នបើសិនជាមិនចង់បែកបាក់គ្រួសារទេរក្សាផ្លូវចិត្តឲ្យល្អធ្វើខ្លួនឯងឲ្យប្រសើរឡើងមកវិញហើយកុំរត់ទៅតាមអារម្មណ៍ពេលបងប្អូនរត់តាមអារម្មណ៍គឺបងប្អូននឹងទទួលរងនៅរឿងគ្រោះជាច្រើនហើយសម្រាប់ដៃគូស្នេហាឃើញថានឹងមានជនទី3ជាឆេតផ្លូវចិត្តឬក៏យើងមានជនទី3មិនខុសពីអ្នកដែលមានប្តីមានប្រពន្ធទេហើយអ្នកនៅ single អាចនឹងថាជួបស្នេហ៍ពិតអាចថាជួបស្នេហ៍មួយដែលស្មោះត្រង់ដែលយល់ចិត្តយើងក៏ប៉ុន្តែនៅក្នុងរយៈពេលប្រហែលគឺយើងអត់ដឹងទេដោយសារតែបងប្អូនត្រូវតែរើសមនុស្សដែល support ឆ្នាំបងប្អូនទើបស្រឡាញ់គ្នាបានយូរកុំយកឆ្នាំខានិងឆ្នាំកលគឺជាឆ្នាំដែលឆុងជាមួយបងប្អូនខ្លាំងអញ្ចឹងអាចថាបើយើងយកដៃគូខានិងកលជាមួយនឹងបងគឺពិបាកនឹងរស់នៅជាមួយគ្នាណាស់នឹងមានភាពចម្រុងចម្រាស់និងឆ្លោះគ្នាច្រើនហើយសម្រាប់មនុស្សកាត់ឆ្នាំវោកនេះអំពីសុខភាពនៅក្នុងខែ12គឺមើលឃើញថារៀងប្រសើរជាងមុនបើអាចបងប្អូនគួរតែហាត់ប្រាណគួរតែញ៉ាំរបស់របរដែលជំនួយដល់សុខភាពប្រចាំថ្ងៃហើយជៀសវាងឲ្យបានរឿងស្រាយហ្នឹងកុំញ៉ាំកុំហូបអីច្រើនពេកជាថ្ងៃហ្នឹងយូរម្ដងបានហើយកន្លះខែម្ដងឬក៏មួយអាទិត្យម្ដងចុះបើថាជាអត់មិនបានអញ្ចឹងត្រង់ហ្នឹងគឺរក្សាសុខភាពល្អតួរស័យយើងឡើងតាមហ្នឹងរហូតទៅដល់10%អញ្ចឹងវាធ្វើឲ្យគេហៅថា power នៅក្នុងខ្លួននោះគឺចេញមកក្រៅហើយយើងឈ្នះអស់មានសត្រូវតែម្ដងចំណុចហ្នឹងគឺខ្ញុំសូមជំរាបប្រាប់បែបហ្នឹងហើយបើចាស់ជំងឺគាត់នឹងធ្វើទុកតិចតួចទេជំងឺប្រចាំកាយអាចថាត្រៀមថ្នាំអីចាំលេបទៅក៏ប្រសើរឡើងវិញហើយសម្រាប់អំពីលេខសំណាងវិញអញ្ចឹងបងប្អូនខ្ញុំចង់ជំរាបប្រាប់អំពីមនុស្សកាត់ចំឆ្នាំពោគួររៀបចំលេខសំណាងដើម្បីទទួលបានសំណាងអំពីលេខសំណាងហ្នឹងដូចខ្ញុំជំរាបប្រាប់អញ្ចឹងលេខសំណាងមនុស្សកាត់ឆ្នាំពោនៅក្នុងខែ12នេះបងប្អូនគួរតែប្រើប្រាស់លេខ479លេខ479គឺជាលេខដែលតំណាងឲ្យបងប្អូនទទួលបាននៅភាពជឿជាក់អង្គអាចក្លាហាននិងទ្រព្យសម្បត្តិចូលមកគ្រួសារអញ្ចឹងលេខ4គេនិយាយថាលេខស្ថិរភាពលេខតំណាងឲ្យភាពជាក់ស្ដែងដែលបងប្អូនធ្វើការនៅការរកស៊ីប្រចាំថ្ងៃហើយលេខ7គេនិយាយថាលេខបង្កើតបញ្ញាលេខដែលធ្វើឲ្យបងប្អូនយល់ដឹងនៅការរៀនសូត្រថ្មីឬក៏គំនិតយើងតខ្លួនដែលគិតទៅត្រូវហើយសម្រាប់លេខ9គេហៅថាលេខពោពេញទៅដោយអំណាចនិងសំណាងអញ្ចឹងវាជារឿងមួយដែលប្រមូលផ្ដុំលេខហ្នឹងដើម្បីឲ្យមនុស្សដែលកាត់ចំឆ្នាំវោកទទួលបានផលល្អនៅក្នុងជីវិតបងប្អូនអញ្ចឹងបងប្អូនអាចរៀបចំទៅតាមខ្ញុំជំរាបប្រាប់បានហើយអំពីពណ៌សំណាងវិញ
អញ្ចឹងពណ៌សំណាងសូមជំរាបប្រាប់បងប្អូនដែលកើតចំឆ្នាំវោបងប្អូនគួរតែប្រើប្រាស់យោសុំទោសបងប្អូនលេខសំណាងហ្នឹងខ្ញុំភ្លេចប្រាប់ថាត្រូវយកធ្វើអីអញ្ចឹងខ្ញុំសូមនិយាយបកពីក្រោយនេះសិនអញ្ចឹងលេខសំណាងហ្នឹងបងប្អូនអាចយកទៅប្រើប្រាស់ជាមួយនឹងគេហៅថាយើងទៅសេលើតុយើងក៏បានតាំងនៅលើកញ្ចក់ទូរទស្សន៍កុំព្យូទ័រទូរស័ព្ទដៃក៏បានឬក៏ទិញម៉ូតូថ្មីឡើងថ្មីប្រើផ្លាកលេខហ្នឹងក៏បានដែរឬក៏យកលេខហ្នឹងទៅបិទនៅបន្ទប់គេងយើងក៏ហេងដែរឬក៏បងប្អូនអាច print លេខហ្នឹងបិទលើតុយើងធ្វើជា sticker ស្ទើរអីក៏បានមួយខែហ្នឹងទៅពេញមួយខែគឺហេងហើយឥឡូវយើងចូលមកដល់រឿងសម្រាប់ចិត្តនៅក្នុងការដែលយើងរើសថ្ងៃទីអញ្ចឹងបងប្អូនអាចសម្រាប់ចិត្តក្នុងថ្ងៃ4ថ្ងៃ7ថ្ងៃ9បានជាថ្ងៃហេងនៅក្នុងខែ12សម្រាប់នៅឆ្នាំវោហើយសម្រាប់ពណ៌សំណាងវិញអញ្ចឹងពណ៌សំណាងសូមជំរាបជូនថាមនុស្សកាលឆ្នាំវោគួរតែប្រើប្រាស់ពណ៌សគេហៅថាពណ៌ធាតុលោហៈពណ៌ធាតុមាសពណ៌ធាតុប្រាក់អញ្ចឹងទៅអញ្ចឹងពណ៌ហ្នឹងគឺជាពណ៌ដែលតំណាងឲ្យមនុស្សកាលឆ្នាំវោហ្នឹងគឺមានភាពរឹងមាំពីខាងក្នុងគេហៅថាធម្មពលពីខាងក្នុងរឹងមាំហើយសម្រាប់ចិត្តនឹងទទួលបាននៅធម៌សម្បត្តិចូលមកក្នុងខ្លួនមួយរួចកាត់ឆ្នាំវោកនឹងចូលមួយជីវិតមកកាត់ឆ្នាំវោកនៅខែ12ជើងពណ៌សបងប្អូនអាចប្រើប្រាស់បានហើយពណ៌មួយទៀតគេហៅពណ៌លឿងគេហៅថាពណ៌ដែលតំណាងធាតុដីជាពណ៌ត្រុសត្រងជាពណ៌ដែលនាំមកភាពគេហៅថាភាពជឿជាក់ស្ថិរភាពនិងការគ្រប់គ្រងពីមជ្ឈដ្ឋានជុំវិញខ្លួននៅក្នុងការរស់នៅហើស៊ីនិងដំណើរធ្វើការនានាជាងតែក្នុងទូទៅគឺគេគ្រប់គ្រងយើងបើសិនជាយើងពាក់ពណ៌លឿងឧទាហរណ៍យើងចង់បានសម្លេងបោះឆ្នោតអីផ្សេងបងប្អូនអាចថាពាក់ពណ៌លឿងដែលតំណាងឲ្យភាពជឿជាក់លើខ្លួនយើងនិងភាពគ្រប់គ្រងយើងឈ្នះឆ្នោតគេនឹងហើយមានន័យថាគេគ្រប់គ្រងបោះធ្វើប្រធានផ្នែកធានអីចឹងទៅហើយសម្រាប់ពណ៌អស់ហ្នឹងបងប្អូនអាចប្រើប្រាស់ជាមួយនឹងរៀបចំកម្រាស់ពុកគេយើងប្រចាំខែទៅប្រើពណ៌លឿងក៏បានពណ៌សក៏បានបងប្អូនអាចប្រើប្រាស់ដូចជាសម្លៀកបំពាក់ប្រចាំថ្ងៃក៏បានថេសទូរស័ព្ទដៃក៏បានឬក៏បងប្អូនអាចប្រើប្រាស់ជាមួយនឹងកម្រាលតុយើងធ្វើការក៏បានដែរអញ្ចឹងគឺនាំមកនៅរឿងសំណាងល្អចូលកាន់ជីវិតបងប្អូនដូចគ្នាឬក៏ពាក់នៅវត្ថុមង្គលប្រចាំខ្លួនដូចជាកម្មខ្សែដៃកាបូបលុយកាបូបអីហ្នឹងគឺទុះលាបតែម្ដងសម្រាប់បងប្អូនដែលអាចគេថារៀបចំទៅរួចណាអញ្ចឹងគឺហេងចំណាយតិចហេងច្រើនហើយសម្រាប់អំពីរឿងរ៉ាវមួយទៀតបងប្អូនសូមជំរាបប្រាប់អំពីទិសសំណាងអញ្ចឹងទិសសំណាងសម្រាប់មនុស្សដែលកើតចំឆ្នាំវោកនៅក្នុងខែ12បងប្អូនគួរតែប្រើប្រាស់នៅទិសខាងលិចអញ្ចឹងទិសខាងលិចគេតំណាងឲ្យរឿងទ្រព្យសម្បត្តិហើយទិសមួយទៀតគេហៅថាទិសខាងជើងដែលភាពនៃការគិតនិងការរកស៊ីគេហៅថាធ្វើឲ្យយើងគិតទៅរលូនហើយជឿជាក់ហើយក៏ត្រឹមត្រូវនៅក្នុងនឹងដែរហើយសម្រាប់ទិសនិរដីគេហៅថាទិសទ្រព្យសម្បត្តិអញ្ចឹងបងប្អូនអាចប្រវាយតុកធ្វើការប្រវាយតុកយើងគិតលុយរកស៊ីប្រចាំខ្លួនយើងនៅក្នុងក្រុមគ្រួសារហ្នឹងទៅកាន់ទិសទាំងអស់ហ្នឹងបានដើម្បីទទួលបាននៅរឿងលៀបរឿងជ័យពីទិសទាំងអស់ហ្នឹងដែលនាំសំណាងមកកាន់ជីវិតបងប្អូនអញ្ចឹងបងប្អូនអាចធ្វើតិចតួចទៅឬក៏បងប្អូនប្រវាយកាសក្បាលតនៃគេងយើងក្រែយើងឬក៏យើងគេងបែរទៅទិសហេងនឹងខ្លួនឯងហ្មងក៏បានដែរគឺនាំនៅផលល្អហើយគឺហេងចូលមកកាន់ជីវិតបងប្អូនហើយបងប្អូនគួរតែប្រយ័ត្នមែនតើនៅក្នុងខែ12ហ្នឹងគឺបងប្អូនកុំទៅស្វែងដំនៅទិសឆុងអញ្ចឹងទិសឆុងមានដូចជាទិសខាងត្បូងនិងទិសអាធ្នេអញ្ចឹងបងប្អូនគួរតែជៀសវាងទិសពីរហ្នឹងកុំឲ្យទៅប៉ះពាល់សូន្យទិសនឹងអីកុំឲ្យនាំភាពចង្រៃនាំភាពសូយមកកាន់ជីវិតបងប្អូនអញ្ចឹងសម្រាប់មនុស្សវិញបងប្អូននៅក្នុងខែ12គួរតែជៀសវាងឆ្នាំខាលនិងឆ្នាំកុលអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ចង់សាកសួរខ្ញុំបានអំពីបញ្ហានានាបងប្អូនអាច comment ខាងក្រោមវីដេអូខ្ញុំនេះបានខ្ញុំនឹងជំរាបជូនរាល់សំណួរបងប្អូនដែលមានចម្ងល់ហ្នឹងឲ្យបងប្អូនបានយល់បានដឹងអំពីខ្លួនឯងដែលកើតឆ្នាំវោកឬក៏បងប្អូនចង់ដឹងអំពីព័ត៌មានតខ្លួនឯងចង់មើលថ្ងៃខែខំកណ្ដាលតាមប៉ាជឺខ្សែបាត់ដៃឬក៏នៅហេងអីក៏បងប្អូនអាចតាក់ទងមកកាន់លេខ Telegram ខ្ញុំបានផងដែរខ្ញុំនឹងមើលជូនបងប្អូនដូចគ្នាអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា